ជំរាបសួរលោកគ្រូខ្ញុំថ្ងៃនេះមកដើម្បី record video នៅ midterm ដែលនិយាយអំពី user management នៅក្នុង user management វាមានច្រើនប៉ុន្តែថ្ងៃនេះខ្ញុំលើកយកមកតែក្នុង topic ហ្នឹងយកតែ9ចំណុចទេដែលត្រូវយកមកទៅសេអញ្ចឹងទី1គឺ comment ទី1ហ្នឹងគឺ comment who am I អានឹងចង់សួរអំពី user របស់យើងតើ user របស់យើងឈ្មោះអីនិង why password របស់យើងបញ្ចូលហើយទី3ហ្នឹងគឺបង្កើត user ថ្មីរួមទាំង home directory និង bash shell ដើម្បីប្រើ sudo ដើម្បីបង្កើតuser ថ្មីអញ្ចឹងជាដំបូងយើង why command sudo បន្ទាប់មក user add .clear .m .s .clear /bin /bash ហើយបន្ទាប់មកយើងអាចដាក់ឈ្មោះ user យើងបានហើយសម្រាប់ឈ្មោះ user នឹងដែរយើងចង់ដាក់ឈ្មោះអីក៏បានដែរប៉ុន្តែរៀងសុំខុសពី user របស់យើងផ្ទាល់អញ្ចឹងដោយសារ user ខ្ញុំឈ្មោះ Nari1 ឥឡូវខ្ញុំដាក់ Nari1 ដើម្បីរៀងខុសពីមុននឹងwhy user password របស់យើងចូលបន្ទាប់ពី why password របស់យើងចូលហើយយើង why sudo password new user ហ្នឹងគឺជាឈ្មោះដែលយើងបានបង្កើតមិញអញ្ចឹងឈ្មោះរបស់ខ្ញុំ new user របស់ខ្ញុំឈ្មោះ Nari1 អញ្ចឹងខ្ញុំ why Nari1 មកវិញនិង password យើងចង់ដាក់ password អីក៏បានដែររៀងមានអក្សរលេខនិង symbol បញ្ចូលគ្នាអញ្ចឹងបន្ទាប់ពី why password ហើយវាឲ្យយើងបញ្ជាក់ password ដែលយើងបានដាក់មុននឹងអញ្ចឹងក្នុងនឹងឥឡូវវា success ហើយបន្ទាប់មកយើង why su/ ឈ្មោះរបស់យើងដែលយើងតែបង្កើតមុននឹងគឺឈ្មោះ Nari1 ដើម្បីយើង switch ទៅកាន់ user ថ្មីរបស់យើងអញ្ចឹងឥឡូវវាចេញ password យើងវាយបញ្ចូល password របស់យើងចូលក្នុងហ្នឹងហើយ comment ដែលយើងត្រូវប្រើបន្ទាប់គឺយើងត្រូវប្រើ who am I ទៅដែរដើម្បីបង្ហាញឈ្មោះថ្មីដើម្បីបញ្ជាក់អញ្ចឹងវាចេញមកវិញគឺឈ្មោះ Nari1 ដែល user ថ្មីដែលខ្ញុំបានបង្កើតមុននឹងបន្ទាប់មក pwd ដើម្បីបង្ហាញ home directory របស់ user ថ្មីអញ្ចឹង comment ដែលយើងត្រូវប្រើបន្ទាប់គឺដើម្បីបង្កើត folder ថ្មីនិងបង្ហាញបញ្ជីឈ្មោះ file ឬក៏ folder យើងត្រូវវាយ mkdir .clear my underscore folder ហើយជាបន្ទាប់មកយើងចូលដល់ comment ទី8គឺត្រឡប់ទៅកាន់ user ដើមវិញដោយយើងប្រើ comment exit បន្ទាប់មកយើងអាចប្រើ comment cat /etc/password ដើម្បីបង្ហាញបញ្ជី user ដែលយើងបានប្រើមិញហ្នឹងចូលហើយចឹង comment របស់ខ្ញុំដែលបានប្រើទាំង9នៅក្នុងនេះខ្ញុំបានបង្ហាញរួចអស់ហើយអរគុណច្រើនលោកគ្រូ